គឺជាការផ្សាយរបស់កាសែតខៅសូតបាទខៅសូតជាភាសាអង់គ្លេសបានបញ្ជាក់ថាតបតាមការយាងរបស់ប្រធានាធិបតីនៃប្រទេសចិនបាទលោកស៊ីជីនពីងគឺព្រះមហាក្សត្រនិងព្រះមហាក្សត្រីយានីនៃប្រទេសថៃគឺព្រះមហាក្សត្រមហាវិជ្ជរាលង្កននិងព្រះមហាសីមិនព្រះមហាសីព្រះមហាក្សត្រីយានីក៏នឹងយាងទៅបំពេញទស្សនកិច្ចជាផ្លូវរដ្ឋជាផ្លូវការជាលើកដំបូងហើយពីថ្ងៃទី13ដល់ទី17ខែវិច្ឆិកាឆ្នាំ2025នេះបាទបើយោងតាមក្រសួងការបរទេសរបស់ប្រទេសថៃហ្នឹងគឺថានេះគឺជាលើកទី1ហើយដែលព្រះមហាក្សត្ររបស់ប្រទេសថៃយាងទៅបំពេញទស្សនកិច្ចផ្លូវការនៅក្នុងប្រទេសចិនចាប់តាំងពីប្រទេសទាំងពីរបង្កើតទំនាក់ទំនងការទូតជាផ្លូវការអស់រយៈពេល50ឆ្នាំមកហើយបាទគឺបើយោងតាមកាសែតខៅសូតដកស្រង់ពីក្រសួងការបរទេសរបស់ថៃនោះបានដឹងថាក្នុងអំឡុងពេលដំណើរទស្សនកិច្ចផ្លូវរដ្ឋរយៈពេល5ថ្ងៃនេះគឺព្រះមហាក្សត្រថៃក៏នឹងចូលរួមនៅក្នុងកិច្ចពិភាក្សាជាផ្លូវការនឹងជាច្រើនបាទដែលមានជួបនៅក្នុងសាលមហាសាលរបស់ប្រជាជនចិនបាទជួបជាមួយនឹងសម្ដែងការគួសមនឹងជាមួយនឹងប្រធានាធិបតីចិនលោកស៊ីជីនពីងហើយក៏ជួបជាមួយនឹងនាយករដ្ឋមន្ត្រីរបស់ចិនលោកលីជៀងហើយនឹងក៏មានពិធីជប់លៀងថ្វាយព្រះអង្គផងដែរបាទនៅក្នុងមហាសាលប្រជាជនចិនបាទអញ្ចឹងនេះគឺជាការវិវត្តមួយទៀតហើយនៅក្នុងច្រកនៃប្រទេសចិនជាមួយនឹងប្រទេសថៃបាទអញ្ចឹងប្រិមិត្តតាមដានមើលការវិវត្តបែបនេះណាពីព្រោះថៃគឺជាសម្ព័ន្ធមិត្តសន្ធិសញ្ញាជាមួយនឹងសហរដ្ឋអាមេរិកជាយូរមកហើយឥឡូវនេះការវិវត្តនេះគឺមានការងាកទៅចិនកាន់តែច្រើនឡើងរហូតដល់មានព្រះរាជទស្សនកិច្ចរបស់ព្រះមហាក្សត្ររបស់ថៃទៅទីនោះផងដែរ